បសោកនៃការបាត់បង់វាធ្វើឲ្យខ្ញុំអង្រួលនៅក្នុងចិត្តខ្ញុំឈរសំឡឹងរួមធំមិនខ្ញុំមួយសំឡឹងស្នាមញញឹមមួយជាប់ក្នុងចិត្តឲ្យខ្ញុំនឹងអ្នកចង់ជួបអ្នកខ្ញុំនឹងអ្នកខ្ញុំនៅទីនេះស្រែកហៅរួមអ្នកឲ្យត្រឡប់សង្ឃឹមថ្ងៃមួយនឹងអាចជួបតែជាសង្ឃឹមការស្រមៃមិនអាចជួបខ្ញុំនៅទីនេះមានអារម្មណ៍ដូចជាឯកាជាខ្ញុំស្រយខ្ញុំពិបាកពិចារណាពីពរនាមពីនឹងកប់យោបល់ក្នុងចិន្តាថប់ដង្ហើមដល់មិនរួចខ្ញុំគិតដល់អ្នកណាភ្នែកខ្ញុំស្រវឹងរៀបបង្ហូរទឹកមេត្តាពេលដែលខ្ញុំបានលឺខ្ញុំច្របល់ក្នុងអរ៉ារឿងដែលខ្ញុំមិនធ្លាប់គិតរឿងដ៏សែនអនិច្ចាមិនពិតជាទីស្រឡាញ់ឃ្លាតឆ្ងាយពីកាយាអ្នកគឺជាមិនគឺជាស្នេហ៍ជាបេះដូងក្នុងគ្រួសារនៅពេលនេះមករុំអ្នកបាត់សំឡេងឆ្លប់វាចាបានបង្អង់ការស្រមៃទ្រសង្ឃឹមធ្លាប់ប្រាថ្នាបាត់វេលាដែលធ្លាប់ក្បែរសល់តែអនុស្សាវរីយ៍រួមធំមិនខ្ញុំមួយសំឡឹងស្នាមញញឹមមួយជាប់ក្នុងចិត្តឲ្យខ្ញុំនឹងអ្នកចង់ជួបអ្នកខ្ញុំនឹងអ្នកខ្ញុំនៅទីនេះស្រែកហៅរួមអ្នកឲ្យត្រឡប់សង្ឃឹមថ្ងៃមួយនឹងអាចជួបតែជាសង្ឃឹមការស្រមៃមិនអាចជួបពេលដែលមិនលឺអារម្មណ៍ខ្ញុំសែនតក្រហល់ដំនឹងដល់អនិច្ចាដំនឹងដល់អកុសលមកសម្លាញ់ខ្ញុំសម្លំដូចរនានឹងថ្នល់គ្រោះថ្នាក់ចរាចរណ៍ដែលពួកយើងស្មានមិនដល់ក្រុមគ្នារំពឹងស្មារតីសាំងទាំងភ័ណ្ឌទៅកាន់មន្ទីរពេទ្យចូលបន្ទប់សង្គ្រោះបន្ទាន់អ្នកម្ដាយស្រត់ទឹកភ្នែកក្នុងចិត្តខំបន់ស្រន់អោកូនអ្នកម្ដាយសូមរួចពីទុកតួនទាំងមុខគ្រៀងប្រងគ្មានអ្នកណាអាចញញឹមម្នាក់ស្រត់ទឹកភ្នែកហាមបីដោយភ្លៀងរលឹងសំឡឹងទាំងមាត់ទ្វាររោងចាំស្ដាប់ដំណឹងលោកគ្រូពេទ្យរវីក្បាលបានន័យថាអស់សង្ឃឹមខ្ញុំឈរសំឡឹងរួមធំមិនខ្ញុំមួយសំឡឹងស្នាមញញឹមមួយជាប់ក្នុងចិត្តឲ្យខ្ញុំនឹងអ្នកចង់ជួបអ្នកខ្ញុំនឹងអ្នកខ្ញុំនៅទីនេះស្រែកហៅរួមអ្នកឲ្យត្រឡប់សង្ឃឹមថ្ងៃមួយនឹងអាចជួបតែជាសង្ឃឹមការស្រមៃមិនអាចជួបបានសិនជាអាចចង់ឲ្យពេលវេលាត្រឡប់មកជួបជុំមិត្តភក្តិសង្សារសំណំពុំយើងសនិទ្ធអ្នកពេលខ្លះគេយល់សមហើយសុបិនររៀបរេចង់ឲ្យគ្រប់យ៉ាងត្រឡប់សង្សារឯងនឹងបង្ហូរទឹកនេត្រាទាំងគ្នាដ៏មានតម្លៃនឹងសម្រងព្រោះអ្នកណានឹងថាឯងខ្វះសំដីពីដែលធ្លាប់សន្យាមានរូបអូនជាដង្ហើមយើងទាំងពីរនឹងរៀបការនៅសល់ទៀតពីណៃមិនទាន់បាននិយាយរឿងខ្លះមិនទាន់ធ្វើរឿងដែលយើងធ្លាប់ស្រមៃអនុស្សាវមកកំណរកុំចុកក្នុងហារតីហើយដល់វ័យក៏ដាច់ចិត្តចាក់ចេញទៅទាំងអាឡ័យឈរសំឡឹងរួមធំមិនខ្ញុំមួយសំឡឹងស្នាមញញឹមមួយជាប់ក្នុងចិត្តឲ្យខ្ញុំនឹងអ្នកចង់ជួបអ្នកខ្ញុំនឹងអ្នកខ្ញុំនៅទីនេះស្រែកហៅរួមអ្នកឲ្យត្រឡប់សង្ឃឹមថ្ងៃមួយនឹងអាចជួបតែជាសង្ឃឹមការស្រមៃមិនអាចជួបមិនគ្នាស្រមៃអធិដ្ឋាននៅក្នុងចិត្តបួងសួងដល់ទេវតាសូមឲ្យជួយរក្សាមិនបែកគ្នាវេលានឹងទុំថាព្រមខិនមិនកាត់តែមួយថ្ងៃគឺជាមិនមួយជីវិតជាជីវិតទុកលោកកែក្នុងលោកការរួមមួយឆាជីវិតមានវេលាយូរប៉ុណ្ណាកើតចាំងឈឺស្លាំងគឺជារឿងធម្មតាពេលមួយឃ្លាទុកខាងអនិច្ចំអនត្តានាងជាជំរាំងខ្ញុំសរសេរជូនទៅមិនដែលខ្ញុំគោរពស្រឡាញ់ខ្ញុំរាប់អានមួយជីវិតអស់វេលានឹងអាចជួបក្រុមយ៉ាងជាអតីតពុំយើងនៅទីនេះនឹងនឹកអ្នកមួយជីវិតហើយក៏សូមអធិដ្ឋានដល់មិត្តដែលបានឃ្លាតទៅគ្មានពេលវេលានឹងត្រឡប់ហើយពួកយើងនៅទីនេះនឹងដឹកដល់ឯងអស់មួយជីវិត